ចង់តាណាតាណីអត់សមម៉ាក់ប៉ាខ្លួនឯងឲ្យជូនទៅមកសុំទៅអ៊ីរហូតតាមអីទេធ្វើជាពុកម្ដាយក្មួយមួយថ្ងៃក៏បានដែរខ្ញុំសម្រេចនាំពួកគាត់ទៅលេងវាលស្មៅពណ៌ស្វាយចឹងក៏រៀបចំធ្វើហ៊ុនគោអាំងរុំគោសក្រីយកទៅញ៉ាំបែបពិកនិចជាមួយគ្នាចង់ធ្វើហ៊ុនគោឲ្យឆ្ងាញ់យកទៅស្ងោរជាមួយគល់លក្រៃដែងលក្រួយសើចសិនកាត់ក្លិនធ្លាប់ធ្វើហ៊ុនជ្រូកឆាប់ផុយដាក់ស្ងោរតែមួយផ្លែតបានតែហ៊ុនគោខុសគ្នាតើតែស្ងោរឲ្យផុយស្រាប់បានប្រឡាក់អាំងទៅអត់ស្វិតគ្រឿងប្រឡាក់ហ៊ុនគោមានដែងនិងម្ទេសបុកឲ្យម៉ត់លក្រួយសាច់ហាន់ជាសរសៃតូចៗគ្រឿង3មុខជួយបាត់ក្លិនគោធ្វើឲ្យសាច់ឈ្ងុយល្អប្រឡាក់ជាមួយម្សៅស៊ុបទឹកស្អ៊ីវទឹកប្រេងខ្យងប្រេងម្ទេសនិងស្ករត្នោតរសជាតិសាច់នឹងយកឡំនេសាទត្រូវជ្រលក់ជាមួយទឹកជ្រលក់មួយតឹងទៀតផ្អាប់ទុកប្រហែល10នាទីរួចរុំជាមួយគល់ស្លឹកគ្រៃត្រូវប្រើឈើខ្ទាស់សងខាងបានជាប់អត់អាំងនៅផ្ទះហើយយកទៅញ៉ាំទេធ្វើអញ្ចឹងអត់ឆ្ងាញ់រៀបចំដាក់កាតូយកទៅអាំងនៅកន្លែងសួនផ្កានឹងតែម្ដងពីផ្ទះខ្ញុំមកឆ្ងាយគួរសមដែរមកដល់ក្មួយឥតគិតអីទាំងអស់រត់លេងភ្លាមខ្ញុំរៀបចំកន្លែងអង្គុយនិងកន្លែងអាំងសាច់ឲ្យហើយពេលរត់លេងហត់ឃ្លានបានញ៉ាំហ្មងមកពីផ្ទះអត់សូវអីមកដល់ស្រែក្អកខុងតឹងច្មោះបដ ாய் តែគាត់ផ្ដាសាយខ្ញុំត្រៀមម៉ាស៊ីនស្ពងជេកាមកពីផ្ទះស្រេចរដូវរំហើយធ្លាក់ខ្យល់នេះក្មេងៗឧស្សាហ៍ផ្ដាសាយតឹងច្មោះហៀសបោម៉ាក់មានម៉ាស៊ីនស្ពងជេកាមកឈុតអស់បារម្ភហ្មងស្រួលប្រើផ្សែងចេញខ្លាំងល្អអត់ឆ្លក់ទេសំឡេងវិញស្ងាត់ពេលកូនគេងក៏ឆ្ពងបានដែរមានក្បាល3ប្រភេទឲ្យយើងផ្លាស់ប្ដូរប្រើបានទាំងកូនក្មេងនិងមនុស្សធំពិសេសកាន់ថ្មបានយូររហូតដល់ទៅ3ម៉ោងគុណភាពល្អធន់នៅក្នុងមួយឈុតហ្នឹងមានម៉ាស៊ីនបូមសបោដែលបូមចេញមកអត់ឈឺស្រួលប្រើមែនតើក្មេងៗអាចធ្វើខ្លួនឯងបានទៀតឥឡូវមានប្រូម៉ូសិនពិសេសទិញម៉ាស៊ីនស្ពងជេកាមួយឈុតថែមកំប្រេះគៀជ្រាំងដាតមួយកំប៉ុងធ្វើពីសលៃក្បាសសាច់ទន់ល្មើយគៀជ្រាំងដាតបានជ្រះល្អ baby ទៅតែកើតក៏ប្រើបានដែរស្ពងច្រមុះបានធូររត់លេងទៀតបដ ாய் ទុកអ៊ីនៅអាំងសាច់ម្នាក់ឯងអាំងភ្លាមក្លិនឈ្ងុយឡើងពេញវាលផ្កាក្មួយខ្ញុំឈ្ងុយពេកស្មានតែឆ្អិនហើយខំរត់មករតែមានណាមិនទាន់ឆ្អិនផងលេងពីអ្នកអត់អស់ចិត្តមកនាំអ៊ីលេងជាមួយសៀតផ្កាពេញក្បាលម្យ៉ាងដែរតានាំក្មួយដើរលេងអាពេជ្រនៃចឹងទៅបង្កើនភាពស្និទ្ធស្នាលហើយក៏ប្រៀបដូចជាការបរៀនយើងឲ្យចេះមើលកូនដែរនេះបើបាននាំបងប្អូនមកគ្នាច្រើនណាដឹងថាសប្បាយហ្មងហត់ក្លិនផ្កាផងស្រូបក្លិនម្ហូបផងបងប្អូនកុំភ្លេចនាំគ្រួសារទៅលេងវាលផ្កានៅខេត្តកំពង់ធំតែមកឲ្យតណាព្រោះបន្តិចទៀតបងប្អូនកសិករគាត់ភ្ជួរដីធ្វើស្រែតែបើមកឆ្នាំនេះអត់ទាន់កក់ទុកឆ្នាំក្រោយបានឲ្យតែចូលដល់ខែ12គឺមានផ្កាបងប្អូនអាចមកលេងបានហើយ